សួស្តីចាំយូរហើយម្នេះរឿងវិញប្រេកខើក៏ប៉ុន្តែរដូវកាលទី1ខ្ញុំអត់បានសម្រាយណាដោយសារតែមានអ្នកសម្រាយច្រើនហើយក៏មានអ្នកមើលច្រើនដែរអញ្ចឹងខ្ញុំដឹងថាអត់មានពីណាគេអត់បានមើលទេមែនអត់អញ្ចឹងខ្ញុំសម្រាយរដូវកាលទី2យកហ្មងទៅហើយមុននឹងចូលទៅការរដូវកាលទី2ខ្ញុំសូមរំលឹកពីរដូវកាលទី1បន្តិចសិនដែលការរដូវកាលទី1ហ្នឹងលបងអាន់សៃរបស់យើងក៏មានមិត្តភក្តិម្នាក់ឈ្មោះ Nagato ដែលត្រូវជាមិត្តភក្តិប្រចាំតាំងពីតូចយកហ្មងហើយធំឡើង Nagato មិនដឹងថាកើតហេតុអីទេគាត់ក៏បានចូលទៅក្នុងក្រុមមួយមានឈ្មោះថាក្រុមខៀលហើយក្រុមនោះប្រព្រឹត្តនៅអំពើអក្រិតកម្មច្រើនមែនទែនលើសពីនេះក្រុមនោះក៏បានធ្វើបាបទៅកាន់ Nagato ហើយអានសៃបើយើងគាត់ទៅតែដឹងទេថា Nagato ក៏បានចូលទៅក្នុងក្រុមរបស់ក្រុមខៀលហើយបានឃើញក្រុមខៀលធ្វើបាប Nagato ទៀតអញ្ចឹងគាត់ក៏ព្យាយាមទៅយក Nagato ត្រឡប់មកវិញក៏ប៉ុន្តែបានផលទេគេវាយឡើងទ្រោមខ្លួនរឿងនេះគាត់ក៏មិនចង់ប្រាប់ទៅកាន់ក្រុម Furin ឬមួយក៏ជាក្រុមសាលា Furin ដែរក៏ប៉ុន្តែក្រុមសាលា Furin បើយើងត្រូវជាសាការៈត្រូវជាតួឯកបើយើងនឹងគាត់បានតែដឹងរឿងមួយនេះពីមិត្តភក្តិរបស់ Nagato ដែលត្រូវជាមិត្តភក្តិស្រីអញ្ចឹងមិត្តភក្តិស្រីម្នាក់ហ្នឹងបានប្រាប់រឿងគ្រប់យ៉ាងទៅកាន់សាការៈបែបនេះសាការៈក៏ទៅជួយ Nagato ទៅមិនត្រឹមតែមានតែសាការៈទេសូម្បីតែអ្នកនៅក្នុងថ្នាក់របស់សាការៈក៏ទៅជាមួយសាការៈដែរហ្នឹងហើយយើងរំលឹកតែប៉ុណ្្នឹងទៅបានហើយចូលទៅកាន់ season 2 តែម្ដងទៅហ្នឹងហើយ season 2 បន្តពី season 1ក្រុមរបស់សាលា Furin ក៏បញ្ញាប់ទៅជួយ Nagato នៅតាមផ្លូវអាគីក៏ឆ្លៀតប្រាប់ពីក្រុមខៀលទៅកាន់សាការៈដែរដែលក្រុមខៀលមាននឹងវាបានប្រព្រឹត្តនៅអំពើអក្រិតកម្មច្រើនមែនទែនលើពីនេះក្រុមខៀលមាននៅសញ្ញាសម្គាល់របស់គេដែលជារូបនាគឆ្អឹងហ្នឹងក៏ប៉ុន្តែអាគីប្រាប់ថាគាត់មិនសូវដឹងពីក្រុមខៀលនឹងប្រមាណទេសាការៈប្រាប់ថាមិនបាច់ខ្វល់ទេពួកអស់ហ្នឹងវាធ្វើរឿងអាក្រក់បែបនេះគាត់នឹងទៅចាត់ការចោលទាំងអស់ហ្នឹងនិយាយមួយម៉ាត់ទៀតយ៉ាងលយថាពីណាគេក៏ដោយឲ្យតែមកបាំងផ្លូវបើគាត់ក៏ចាត់ការចោលទាំងអស់ហ្នឹងប្រូសាការៈបើយើងកាចតាំងពី season 1រហូតដល់ season 2យកមកដោយមានជំនួយពីអានសៃពួកគេក៏បានដឹងពីទីតាំងរបស់ក្រុមខៀលនឹងបន្តពីទៅដល់ទីហ្នឹងយើងបានឃើញនៅទីតាំងរបស់ក្រុមខៀលនៅក្នុងរោងចក្រមួយហើយនៅខាងក្រៅមានដាក់នៅចង្វាក់ទៀតក៏ប៉ុន្តែមិនថ្មីទេដូចយ៉ាងដឹងអញ្ចឹងប្រូស៊ូជីបើយើងគាត់ខ្លាំងមែនទែនទៅដល់ចង់ទាញចង្វាក់ក៏ប៉ុន្តែទាញមិនដាច់ហ្នឹងក៏លេងមួយជើងទៅមួយជើងរបស់គាត់ពិតជាបានផលមែនអាចកំទេចទៅកាន់ចង្វាក់នោះបានទៀតកំទេចរួចពួកគេក៏ចូលទៅក្នុងរោងចក្រនោះចូលទៅខាងក្នុងក៏បានឃើញនៅក្រុមរបស់ក្រុមខៀលហ្នឹងពួកអាក្រុមហ្នឹងឌឺមែនទែនចាប់ Nagato លើកឡើងនិយាយថាអើយ Nagato មិត្តភក្តិឯងមកលេងសួស្ដីគេតិចទៅអានសៃឃើញអញ្ចឹងមួម៉ៅចង់លោតទៅវាយក៏ប៉ុន្តែអីទេបានសាការៈបើយើងហាមតន់សាការៈនិយាយថាចាប់ដល់លេងគេភ្លាមទៅក៏ប៉ុន្តែប្រូម្នាក់ហ្នឹងឌឺមែនទែនលៀនតាដាក់សាការៈទៀតសាការៈប្រាប់ថាអីអញ្ចឹងទីទៀតចាំភ្លក់ថ្នាំខ្លាំងអញ្ចឹងអូយខ្លាចបងអើយប្រូម្នាក់ហ្នឹងក៏ឌឺអញ្ចឹងដោយសារតែគ្នាបើគាត់មិនតិចទេភ្លាមក៏ស្រាប់តែគ្នារបស់គាត់ហ្នឹងចេញមកឡើងមកកណូឃើញអញ្ចឹងក្រុមរបស់ Wolverine ក៏ចង់ភ្ញាក់ដែរនិយាយថាអីគេតែហ្នឹងមែនទេក្រុមតូចមួយហើយក្រុម Wolverine ក៏ត្រូវបានឡំពាត់ដោយក្រុមខៀលអានសៃឃើញបែបនេះក៏សុំទោសទៅកាន់គ្នាបើគាត់ដែរចាំបាច់សុំទោសប៉ុណ្ណេះងាយដូចបកជ័យអញ្ចឹងចាត់ការពួកគេលឿនទៅបញ្ញាបានទៅផ្ទះវិញខាងក្រុមខៀលបានប្រាប់ឲ្យគ្នារបស់គេហ្នឹងលោតទៅវាយក្រុម Wolverine ទៅអញ្ចឹងក្រុម Wolverine បើអញ្ចឹងក៏មិនຕົកដែរក៏បញ្ញាលោតទៅវាយគ្នាយកមកនៅក្នុងសង្គ្រាមមួយនេះក្រុម Wolverine នៅតែធ្វើបានល្អដដែលគ្នាបោះសាការៈបើយើងមួយវាយ2អ្នកខ្លះទៀតមួយវាយ3ទៀតដលៃប្រូស៊ូគាត់វាយបដាក៏ការពារទៅកាន់នីរ៉ៃបដាអញ្ចឹងនីរ៉ៃនិងយូគីតែមួយទេចាប់ពីថ្ងៃនេះតទៅខ្ញុំសុំហៅនីរ៉ៃវិញឲ្យតគ្នាស្រួលចាំហើយនៅក្នុងការប្រយុទ្ធហ្នឹងអ្នកដែលធ្វើបានល្អជាងគេប្រកាសណាស់គឺជាសាការៈរបស់យើងហ្នឹងហើយឃើញអញ្ចឹងអ្នកដែលមកជាមួយនឹងសាការៈដែលអ្នកខ្លះអត់បានឃើញសាការៈវាយគ្នាទេក៏ភ្ញាក់ផ្អើលដែរមិនដឹងថាសាការៈខ្លាំងដល់ថ្នាក់នេះទេដបងពួកគេគិតថាស៊ូជីហ្នឹងក៏ខ្លាំងហើយក៏ប៉ុន្តែបន្ទាប់ពីមកឃើញសាការៈទើបដឹងថាសាការៈកាន់តែខ្លាំងទៀតសាការៈបន្តពីវាយអស់មួយសន្ទុះក៏ស្រែកហៅឲ្យអានសៃទៅជាមួយគាត់បញ្ញាប់ទៅជួយ Nagato នៅពេលដែលពួកគេរត់ទៅក៏ត្រូវបានបើកផ្លូវដោយក្រុម Furin ដែរក៏ប៉ុន្តែនៅពេលដែលពួកគេរត់ទៅដល់កម្មចដាសាការៈរបស់យើងគាត់កំពុងតែចាប់ដៃវាយជាមួយនឹងក្រុមខៀលប្រមាណអ្នកខាងលបងអានសៃគាត់ក៏រត់ឡើងទៅមុនឡើងទៅដល់ខាងលើវាយមួយមេគេក៏ប៉ុន្តែវាយគេមិនដៃវាយអត់ចោះទេអាប៉ែហ្នឹងខ្លាំងមែនទែនលបងជាក់ចិត្តសិនមកបន្តមកទៀតក៏លះមួយជើងនេះអានសៃបើជើងស្ងាត់មាត់បិទមាត់ជ្រាបយកមកសាការៈឃើញអញ្ចឹងក៏ចង់ឡើងទៅវាយដែរក៏ប៉ុន្តែក៏មានជើងខ្លាំងម្នាក់ទៀតលោតមកវាយមួយសាការៈបើយើងខាងសាលា Furin បបាក់វាយជាមួយនឹងខាងគេបន្តិចដោយសារតែខាងក្រុមខៀលប្រើសតាអាវុធដែលឡៃខាងសាលា Furin ប្រើតែដៃទេអញ្ចឹងក៏បបាក់វាយបន្តិចរួចនៅខាងលើចឹងបានឃើញនៅជើងខ្លាំងប្រមាណអ្នកទៀតលោតមករោជើងខ្លាំងរៀងខ្លួនដើម្បីវាយជាមួយនឹងគ្នាអាប៉ែដែលវាយជាមួយនឹងសាការៈបើយើងមានឈ្មោះថាក្រៅអាប៉ែហ្នឹងឌឺមែនទែនវាយបដានិយាយឌឺទៅកាន់សាការៈបដាថាសាការៈបើកិច្ចបែបនេះគ្មានថ្ងៃវាយឈ្នះគេទេឆេះខ្ពើមណាស់ឲ្យបិទមាត់ខ្លាំងមើលក្លេចមើលទៅខាងលបងថៃកាបើយើងគិតប៉ះមួយជើងខ្លាំងម្នាក់ទៀតមានឈ្មោះថា CU អាប៉ែមាននឹងវាយលបងថៃកាមកដបងឡើងប៉ើអត់អីដបងទៅក៏ដាប់ដៃនឹងដបងវាគឺជាអាវុធដូចតែគ្នាទេហើយមនុស្សដេកគ្មានថ្ងៃឈ្នះទេក្លេចមើលទៅខាងស៊ូជីបើយើងគិតប៉ះមួយជើងខ្លាំងម្នាក់ទៀតមាន
មានឈ្មោះថា Mugami ចឹងនៅក្នុងរឿងនេះតួអង្គច្រើនមែនទែនចឹងប្រិមិត្តមើលតែសក់មើលតែមុខមើលតែភ្នែកទៅហើយចំណាំទៅមិនបាច់ចាំចំណាំឈ្មោះទេមើលទៅវាប្រហែលជាមិនបាក់ចំណាំក្លេកមើលទៅខាង Pro Kiryu ក៏បានប៉ះគ្នាជាមួយនឹងចឹងខ្លាំងមួយមានឈ្មោះថា Renji ហើយចេះតែកិច្ចចឹងមិនឯងស្រីមែនណាចំថាអញស្រីខឹងមកដល់ទីទៀតងាប់ឯងអូសុំទោសកញ្ញាសុំទោសអញ្ចឹងហើយប្រូស៊ូបើយើងក៏ប៉ះគ្នាជាមួយនឹងជើងខ្លាំងម្នាក់មានឈ្មោះថាថូនីអាប៉ែតនឹងស៊ូទៅកាន់ប្រូស៊ូថាមិនបានជាប្រូស៊ូចេះតែការពារទៅកាន់អាប៉ែតនៅខាងក្រោយអញ្ចឹងបើសិនជានៅតែអញ្ចឹងទៀតតើពួកគេទាំងពីរនាក់ហ្នឹងវាយគ្នាមិនសប្បាយទៅប្រូនីរ៉ៃលឺអញ្ចឹងក៏សុំទោសទៅកាន់ប្រូស៊ូដែរក៏ប៉ុន្តែប្រូស៊ូប្រាប់ថាអីទេដោយសារតែនីរ៉ៃមិនមែនបកកែវាយគ្នាទេក៏ប៉ុន្តែនីរ៉ៃគាត់បកកែគិតនិងបកកែរឿងផ្សេងទៀតអត់ទៅវាយគ្នាមួយគាត់ស្របពេលដែលការប្រយុទ្ធកំពុងតែស្វិតស្វាញក៏ស្រាប់តែមានគ្នារបស់ក្រុម Bufforin ម្នាក់ហ្នឹងត្រូវបានគ្នារបស់ក្រុមខៀលសពងមកដបងកដាក្បាលយកមកសាការ៉ាឃើញអញ្ចឹងក៏ចង់ភ័យដែរអញ្ចឹងគាត់ក៏ចង់ទៅជួយអាប៉ែមួយហ្នឹងក៏ប៉ុន្តែត្រូវបានថាការ៉ូគាត់មកបាំងផ្លូវស្ដីឲ្យទៅកាន់សាការ៉ាថាពេលវាយគ្នាឲ្យមើលគេទៅកុំចេះតែទៅពីទៅពីប្រូសាការ៉ាដោយសារតែអាប៉ែហ្នឹងមកបាំងគាត់ឲ្យគាត់ទៅជួយគ្នាបើគាត់អញ្ចឹងគាត់ខឹងមែនតើអញ្ចឹងក៏ចង់លុតទៅវាយអាប៉ែហ្នឹងមកដៃស្រែកថាដុំអាចចេញពីផ្លូវអញភ្លាមក៏ប៉ុន្តែភ្លាមគាត់ក៏ត្រូវបានស៊ីមកដបងរបស់គេដែរគ្នាបអាប៉ែក្រុមខៀលហ្នឹងលេងខូចមែនតើប្រើដបងប៉ុណ្ណឹងមិនអស់ចិត្តទេនៅលោបវាយពីក្រោយទៀតដបងក្រុម Furin ដូចជាមានព្រៀបក៏ប៉ុន្តែពេលនេះលេងសើមានព្រៀបវិញហើយដោយសារតែនៅក្នុងក្រុម Furin មើលទៅនឹងខ្លាំង5នាក់បើសិនជាធម្មតាពួកក្រុមគេទាំង5នាក់ហ្នឹងអាចយកជ័យជំនះមកបានក៏ប៉ុន្តែដោយសារតែក្រុមខៀលហ្នឹងក៏មានអ្នកខ្លាំងខ្លះដែរពួកគេបានទម្លាក់នៅអ្នកខ្លាំងរបស់គេទៅប៉ះមួយនឹងក្រុមគ្នាទាំង5នាក់នៅក្នុងសាលា Furin របស់យើងអញ្ចឹងពួកក្រុមសាលា Furin ផ្សេងទៀតមិនសូវមានអ្នកជួយប៉ុន្មានទេអញ្ចឹងប្រកាសណាស់ក្រុមសាលា Furin ប្រកាសជាចាញ់ដល់ឡែកអ្នកខ្លាំងទាំង5នាក់ទៀតដែលមានដូចជា Sakura, Pro Suji, Pro Taiga, Pro Su, Pro Kiryu ពួកគេទាំង5នាក់ហ្នឹងអាឡ័យទៅវាយបដាបារម្ភទៅកាន់មិត្តរួមក្រុមបដាអញ្ចឹងពួកគេអត់អាចផ្ដោតអារម្មណ៍ទៅលើការវាយគ្នាបានទេដែលនេះគឺជាគម្រោងរបស់អាមេរិកនៅខាងលើអាប៉ែតនឹងនិយាយថាដបងអាប៉ែតនឹងស្មានតែអាប៉ែតអាន់សៃនឹងល្ងងតាមកតែឯងក៏ប៉ុន្តែមិននឹកស្មានថាអាប៉ែតនឹងកណ្ដំគ្នាមកដែរក៏ប៉ុន្តែពួកអានេះគាត់ហៅថាសិតតែពួកអាមនទេយើងឃើញថាពេលនេះក្រុមសាលា Furin មកចឹងកាន់តែចាញ់ព្រៀបទៅវិញប្រូនីរ៉ៃនៅមួយជាហ៊ានកំពុងតែមើលសភាពការហ្នឹងគាត់ឃើញបែបនេះគាត់ក៏ទៅចិត្តនឹងខ្លួនឯងដែរដោយសារតែគេអាចវាយកើតក៏ប៉ុន្តែគាត់វិញចោលមកសៀតសតគាត់នឹងឃើញសម្ដីរបស់សាការ៉ាថាគាត់មិនមែនជាមនុស្សកំសាកទេអញ្ចឹងពេលនេះគាត់ក៏បានសម្រុកចូលទៅចាប់អាគ្នាគេម្នាក់ហ្នឹងក៏ប៉ុន្តែគ្រាន់តែជួយចាប់គេដួលតែប៉ុណ្ណោះត្រូវបានគេវាយវិញឡើងបិទមាត់ជ្រាបហើយពួកអាក្រុមខៀលហ្នឹងវាមិនត្រឹមតែចង់វាយធម្មតាទេមើលទៅចង់សម្លាប់ទាញដំបងមកទៅហឹងចង់វាយកដាក្បាលរបស់ប្រូនីរ៉ៃទៀតទាំងតែគ្នាបាត់មាត់ជ្រាបហ្នឹងក៏ប៉ុន្តែស្របពេលដែលអាប៉ែតហ្នឹងចង់វាយក៏ស្រាប់តែមានជើងខ្លាំងម្នាក់វាយអាប៉ែតហ្នឹងមកដៃឡើងប៉ើងគាត់អញ្ចឹងអ្នកដែលមកជួយប្រូនីរ៉ៃគឺជាប្រូកាជីក៏បាននាំយកនៅជំនួយការរបស់គាត់ទាំងពីរនាក់មកដូចគ្នាដែលគឺជាអ៊ីណូម៉ូតូនិងប្រូកូសេមីអញ្ចឹងប្រសិនបើមិនសូវចាំជាមួយខ្ញុំក៏មិនដឹងធ្វើម៉េចដែរប្រូអ៊ីណូម៉ូតូគាត់និយាយថាសំណាងឲ្យដែលគាត់មកតន់ក្រុមខៀលឃើញប្រូកាជីមកអញ្ចឹងក៏ចង់ភ័យដែរដោយសារតែគេឈ្មោះរបស់ប្រូកាជីក៏មិនអន់ដែរប្រូកាជីក៏ទៅវាយក្រុមមួយហើយវាយក្រុមគេនឹងវាយតខ្ទេចមាត់យកមកមិនថាគាត់ឈប់អញ្ចឹងក្រុមខៀលគ្រាន់តែឮឈ្មោះក៏ចង់ខ្លាចដែរនៅខាងលើយើងបានឃើញនៅមេរបស់គេនិយាយថាគាត់មិនសូវយល់ប៉ុន្មានទេដោយសារតែជាធម្មតាក្រុមសាលា Furin នឹងតែងតែការពារទៅលើទីក្រុងពួកគេមិនសូវខ្វល់ពីរឿងឯកជនប៉ុន្មានទេក៏ប៉ុន្តែពេលនេះមិនបានជាក្រុមសាលា Furin នឹងមកជួយ Nagato ទៅវិញដែលត្រូវជាមិត្តភក្តិរបស់អានសៃហ្នឹងគាត់ឆ្ងល់ថាក្រុមសាលា Furin ធ្វើចឹងបានប្រយោជន៍អីបិទមាត់ទៅអាចង្រៃយើងមកទីនេះដើម្បីទៅជួយគ្នារបស់យើងទេគ្រាន់តែលឺភ្លាមក្រុមខៀលលឺចឹងចង់ភ័យអីរួចប្រូកាស៊ីគាត់ក៏បញ្ចុលផងដែរថាធម្មតាក្រុម Furin របស់យើងតែងតែវាយការពារទីក្រុងវាជារឿងធម្មតាទេក៏ប៉ុន្តែពួកគេកុំភ្លេចឲ្យសោះដោយសារតែក្រុម Furin របស់យើងហ្នឹងវាយការពារទីក្រុងដោយសារតែទីក្រុងគឺជារបស់សំខាន់សម្រាប់សាលា Furin ពួកគេវាយការពារទីក្រុងបែបនេះមិនមែនបានន័យថាការងាររបស់ពួកគេមានតែការពារទីក្រុងទេពួកគេក៏ការពារទៅលើរបស់សំខាន់របស់ពួកគេដែរដូចជាមិត្តភក្តិអីហ្នឹងបន្តទៅលើចឹងអាប៉ែនោះប្រាប់ថាគាត់មិនយល់ទេអាភ្លើមកពីឯងភ្លើហ្នឹងឯងបានឯងមិនយល់ហ៎មិនអីទេតិចទៀតចាំអញទៅវាយឯងឲ្យឯងយល់ប្រូកាជីរបស់យើងចេញមកភ្លាមកាចយកមកប្រធានក្រុមរបស់ក្រុមខៀលគាត់និយាយថាកាជីនឹងស្រែកម៉េះរួចក៏ប្រាប់ឲ្យកូនចៅឲ្យគាត់ចូលទៅវាយតទៀតទៅក៏ប៉ុន្តែមើលទៅកាន់កូនក្រុមរបស់ក្រុមខៀលដូចជាចង់ខ្លាចទៅកាន់កាជីហើយឃើញអញ្ចឹងប្រធានក្រុមរបស់ក្រុមខៀលក៏ចាប់ Nagato ចេញមកនិយាយថាតើពួកឯងចង់ដូចអាកតនេះមែនទេកូនក្រុមរបស់ក្រុមខៀលឃើញអញ្ចឹងក៏ភ័យដែរអញ្ចឹងក៏មានតែចូលទៅវាយបន្តទៀតទេនៅក្នុងការប្រកួតកូសូមីនិងអ៊ីណូម៉ូតូខ្លាំងមែនទែនអ៊ីណូម៉ូតូដាក់ម្ដាយប៉ើង3កូសូមីក៏បានឆ្លៀតជួយទៅកាន់នីរ៉ៃដែរប្រាប់ឲ្យនីរ៉ៃនៅនឹងសិនហើយនៅពេលដែលកូសូមីចេញទៅនីរ៉ៃក៏ថាគាត់ពិតជាអត់ប្រយោជន៍មែនកាជីក៏បានប្រាប់ទៅកាន់ជំនួយការរបស់គាត់ថាឲ្យពួកគេវាយនៅខាងក្រោមហើយគាត់ឡើងទៅវាយមួយនៅខាងលើមួយប្រូកាជីក៏វាយសម្រុកទៅមុខបន្តទៀតទៅប្រូកាជីឃើញតែអញ្ចឹងទេតែខ្លាំងដល់កឲ្យវាយឲ្យមកសន្ទុះគាត់ក៏អាចទៅប្រឈមមុខជាមួយនឹងមេក្រុមរបស់ក្រុមខៀលបានទៅដល់ទីនោះគាត់ក៏បានជួយទៅកាន់អានសៃដាក់អានសៃឲ្យអង្គុយស្រួលបួរដែរច
ង់ឡើងទៅវាយមួយមេដឹកនាំនៃក្រុមខៀលក៏ស្រាប់តែសាការ៉ាបើយើងប្រាប់ថាកុំឲ្យគេទៅប៉ះមេដឹកនាំនៃក្រុមខៀលអីសោះតើគាត់ជាអ្នកវាយអាគាត់ហ្នឹងតែការ៉ូក៏ប្រាប់ថាចង់ទៅណាហើយកំពុងវាយមួយអញរួចសាការ៉ាក៏ចង់លោតទៅវាយអាប៉ែតហ្នឹងមកដៃអាប៉ែតហ្នឹងក៏ចង់លោតមកវាយសាការ៉ាបើយើងដែរក៏ប៉ុន្តែក៏ស្រាប់តែប្រូកាជីទៅចំណុចកណ្ដាលទៅអាក់គេវាយអស់លេងប្រូកាជីសួរទៅកាន់សាការ៉ាបើយើងថាតើសាការ៉ាដឹងតែគាត់កំពុងទៅធ្វើអីអត់អាប៉ែតថៃការ៉ាដោយសារតែគេមកកាត់មុខការវាយគ្នាបើគាត់ចឹងមួម៉ៅមែនទែនហើយអត់ខ្វល់ពីគាត់ទៀតចូលទៅនិយាយមួយសាការ៉ាធ្វើពងើយអញ្ចឹងក៏ទិញទៀបលោតទៅវាយកាជីស្រ័យថាបាំងផ្លូវអញវើយក៏ប៉ុន្តែគ្រាន់តែកាជីលើកជើងបន្តិចទេអាប៉ែតហ្នឹងភ័យចាំប្រកាច់ប្រញាប់ថយមកខាងក្រោយវិញកាជីប្រាប់ថាកំតាន់គាត់និយាយជាមួយនឹងសាការ៉ាជាមុនសិនជាដំបូងក៏សួរទៅកាន់សាការ៉ាថាតើសាការ៉ាកំពុងតែចង់វាយជាមួយនឹងមេដឹកនាំនៃក្រុមខៀលហ្នឹងមែនទេសាការ៉ាប្រាប់ថាត្រូវហើយបើសិនជាអញ្ចឹងមានអីខុសទៅក៏ត្រូវបានកាជីដាក់ម្ដាយផាំងសាការ៉ាត្រូវម្ដាយនៅចង់ងាងរួចកាជីក៏ស្ដីឲ្យទៅកាន់សាការ៉ាថាតើសាការ៉ាធ្វើជាប្រធានក្រុមគេយ៉ាងម៉េចទៅមិនអាចទាំងទប់ទល់ជាមួយនឹងអសម្រាមនេះផងបែរជាចង់ទៅវាយជាមួយនឹងមេដឹកនាំនៃក្រុមខៀលហើយមិនអាចជួយទាំងមិត្តរួមថ្នាក់របស់គាត់ផងតែគាត់ធ្វើជាប្រធានថ្នាក់យ៉ាងម៉េចទៅបន្ទាប់ពីលើចឹងពេលនេះសាការ៉ាបើយើងគាត់ចាប់ផ្ដើមភ្ញាក់ដឹងខ្លួនហើយគាត់ប្រាប់ថាក៏ប៉ុន្តែគាត់មិនចង់អាប៉ែតនឹងរួចខ្លួនទេគាត់ចង់វាយអាប៉ែតនឹងដោយខ្លួនឯងក៏ប៉ុន្តែកាជីប្រាប់ថាអត់ទេគាត់ជាអ្នកវាយមុននឹងកាជីឡើងទៅវាយសាការ៉ាក៏សុំឲ្យកាជីដាក់កដាលមកអាគាត់នឹងឲ្យបាន10ដៃទៅបន្ទាប់ពីកាជីឡើងទៅវាយជាមួយនឹងមេដឹកនាំនៃក្រុមខៀលពេលនេះសាការ៉ាបើយើងគាត់ចាប់ផ្ដើមលេងមែនទេហើយគាត់ដាក់ខ្លួនឯងម្ដាយម៉ាំងហើយគាត់ស្ដីឲ្យខ្លួនឯងទៀតដោយសារតែគាត់ភ្លើមែនតែនវាយតាំងពីដំបូងមកគាត់វាយលេងធ្វើដូចធម្មតាចឹងអញ្ចឹងចាប់ពីពេលនេះតទៅក៏ឈប់វាយលេងទៀតហើយប្រូសាការ៉ាបើយើងចាប់ផ្ដើមកាច់មួយសារទៀតហើយក៏ប៉ុន្តែពាក្យនេះត្រូវបានចប់ទៅត្រឹមនេះអរគុណច្រើនចាំទស្សនានៅអាទិត្យក្រោយបន្តទៀត